បាទជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនខ្ញុំមានរឿងពីរដើម្បីមកចែកម្លែកជូនបងប្អូនហើយសង្ឃឹមថាបងប្អូននឹងអធិស្ឋាននឹងជួយចែកម្លែក share វីដេអូនេះទាំងអស់គ្នាសម្រាប់រឿងទី1គឺពាក់ព័ន្ធទៅនឹង page Y&A បាទរឿងទី2ពាក់ព័ន្ធទៅនឹងបងប្អូនអតិថិជនមួយចំនួនបាទដែលគាត់បានអឺមានមតិយោបល់ខ្លះៗដែលពាក់ព័ន្ធទៅនឹងការលក់ដូររបស់ខាង Depo បង្កើនផលណាបងប្អូនបាទអញ្ចឹងពាក់ព័ន្ធទៅនឹងpage Y&A នៅពេលនេះគឺកំពុងតែជួបបញ្ហាដោយសារមានអ្នក hack ចូលហើយធ្វើឲ្យក្រុមហ៊ុន Facebook ហ្នឹងគាត់ផ្អាកបណ្ដោះអាសន្នគឺគាត់ lock បណ្ដោះអាសន្នដើម្បីឲ្យខ្ញុំដាក់ឯកសារមួយចំនួនហើយគេនឹងអាចដោះស្រាយឲ្យវិញប៉ុន្តែឥឡូវមកដល់ពេលនេះ2ថ្ងៃហើយប៉ុន្តែអត់ទាន់ឃើញចម្លើយអីពីខាង Facebook ឡើយទេអញ្ចឹងអ្វីដែលខ្ញុំបារម្ភយើងអាចខូច page ហ្នឹងណា page នេះអាចខូចអញ្ចឹងបើសិនជាបងប្អូនបាទតាមដាន page Y&A ហើយបងប្អូននៅត្រូវការចូលទៅមើលព័ត៌មានចូលទៅមើលវីដេអូបច្ចេកទេសទៅលើដំណាំផ្សេងៗបងប្អូនអាចចូលទៅក្នុង link ខ្ញុំនឹងដាក់ខាងក្រោមណាគឺ YouTube Y&A បងប្អូនណាបងប្អូនអាចចូលទៅ YouTube Y&A បងប្អូននឹងអាចស្វែងរកបាននៅព័ត៌មានពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំដុះដំណាំបាទបច្ចេកទេសព័ត៌មានអំពីពូជបន្លែពូជដំណាំផ្សេងៗផងដែរនៅក្នុងបាទ channel YouTube Y&A បាទនេះជារឿងមួយហើយសូមបងប្អូនជួយ share វីដេអូនេះផងជួយចែកម្លែកវីដេអូនេះផងដើម្បីបានដឹងទៅដល់បងដែលជា fan នៅក្នុង Y&A page Y&A គាត់អាចចូលទៅរកនៅ channel YouTube Y&A បានរឿងទី2បងប្អូនរឿងទី2ពាក់ព័ន្ធទៅនឹងបងប្អូនយើងមួយចំនួនគឺគាត់បានទំនាក់ទំនងមកខ្ញុំសួរព័ត៌មានអំពីបច្ចេកទេសដាំដុះសួរព័ត៌មានអំពីផលិតផលបាទអញ្ចឹងខ្ញុំបានចែកម្លែកជាមួយគាត់ក្បោះក្បាយចែកម្លែកមួយគាត់ចំណាយពេលច្រើនជួនកាលអ្នកខ្លះឆាតរហូតដល់2 3ថ្ងៃបាទឆាតម្ដង15 10នាទី20នាទីកន្លះម៉ោងអីចឹងទៅណាបាទមានទាំងនិយាយទូរស័ព្ទអីទៀតអញ្ចឹងរហូតទៅដល់គាត់បានព័ត៌មានទាំងអស់គាត់ទទួលបានព័ត៌មានទាំងបច្ចេកទេសដាំដុះទាំងការប្រើប្រាស់នៅធាតុចូលកសិកម្មដូចជាជីថ្នាំព័ត៌មានអំពីពូជបន្លែពូជដំណាំបាទបងប្អូននឹងមានរឿងអីកើតឡើងហ៎គឺគាត់ដាក់កំងយើងបានរៀបចំជូនគាត់អញ្ចឹងចុងក្រោយគាត់និយាយថាឲ្យគាត់វេលុយមកមុនគាត់អត់យកទេគាត់អត់ទុកចិត្តបាទអញ្ចឹងទាំងដែលខ្ញុំចែកម្លែករាល់ព័ត៌មានអីទាំងអស់ជូនទៅគាត់ចុងក្រោយគាត់និយាយពាក្យមួយម៉ាត់ថាអត់ទុកចិត្តបាទអញ្ចឹងសូមចិត្តបងប្អូនណាអញ្ចឹងបើសិនជាបងប្អូនមិនទាន់ទុកចិត្ត page មិនទាន់ទុកចិត្ត Depo បង្កើនផលបងប្អូនទទួលបានរាល់ព័ត៌មានទាំងអស់ទាំងបច្ចេកទេសដាំហើយបងប្អូននិយាយបែបហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍បែបណាបងប្អូនណាបាទខាតទាំងពេលវេលាខាតទាំងទឹកចិត្តដែលខំចែករំលែកចុងក្រោយគាត់និយាយថាអត់ទុកចិត្តយើងដោយសារយើងឲ្យវេលុយមកមុនទើបយើងផ្ញើអីវ៉ាន់ជូនណាអញ្ចឹងជម្រាបជូនបងប្អូនថ្មីអតិថិជនមុនខ្ញុំអរគុណច្រើនណាស់ដែលបានជួយគ្រប់គ្រងរហូតមកតែអតិថិជនថ្មីដែលគាត់គ្រោងនឹងទទួលបានសេវាកម្មពី Depo បង្កើនផលសូមបងប្អូនមើលព័ត៌មានឲ្យច្បាស់មើលអំពីDepo បង្កើនផលឆែកមើលទៅបងប្អូនណាតើ Depo បង្កើនផលគឺជា Depo បែបម៉េចបាទជៀសវាងបងប្អូនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយរួចហើយបងប្អូនឆ្លើយថាបងប្អូនអត់ទុកចិត្តបងប្អូនអត់ទិញបងប្អូនអត់ទទួលយកសេវាកម្មនឹងបន្តទៀតទេអញ្ចឹងបងប្អូនសុខចិត្តទៅទិញកន្លែងផ្សេងអានេះជាដែលជាសិទ្ធិរបស់បងប្អូនទេបាទប៉ុន្តែបងប្អូនអាចពិចារណាអាចគិតមើលថាតើវាសមរម្យដែរទេបាទហើយចង់ជម្រាបជូនថាគួរតែជ្រើសរើស Depo ជួយជ្រើសរើសអ្នកលក់ណាដែលផ្ដល់ព័ត៌មានបច្ចេកទេសជូនបងប្អូនវាចំណេញជាងដែលបងប្អូនគ្រាន់តែទិញជាតិចូលកសិកម្មហ្នឹងយកទៅប្រើប្រាស់ខ្លួនឯងប្រើខុសបច្ចេកទេសឆ្ងល់ដល់យ៉ាងម៉េចណាតាក់ទងទៅសួរគេហើយគេអត់ឆ្លើយតបមកយើងទៀតជួនកាលគេស្ដីឲ្យទៀតបាទ
អញ្ចឹងវាជាជំរឿនរបស់បងប្អូនណាប៉ុន្តែសូមបងប្អូនអឺស្វែងយល់ឲ្យបានច្បាស់អំពី depot បង្កើនផលសិនមុននឹងបងប្អូនទំនាក់ទំនងបាទកំងជៀសវាងដែលបងប្អូនដាក់កំងរួចហើយបងប្អូនអត់យកវិញហើយឆ្លើយថាមិនទុកចិត្តបាទអញ្ចឹងរឿងនេះដែលគឺខ្ញុំជួបច្រើនបាទខ្ញុំលើកយកមកនិយាយណាបាទអញ្ចឹងសូមអធិស្ឋានផងដែរក្រោយលោកខ្ញុំនិយាយទៅវាប៉ះពាល់អីផ្សេងៗណាបងប្អូនណាអរគុណច្រើនហើយសូមបងប្អូនជួយចែកម្លែក share វីដេអូនេះផងដើម្បីបានដំណឹងនេះដល់បងប្អូនយើងដែលជាអ្នកគ្រប់គ្រង Page 1A ហើយបើរកមិនឃើញ Page 1A បងប្អូនអាចចូលទៅ YouTube 1A ហើយខ្ញុំនឹងដាក់ link YouTube នៅផ្នែកខាងក្រោមវីដេអូណាបងប្អូនណាបាទនៅក្នុង comment ចឹងបងប្អូនអាចវាយចូលបាននៅក្នុង description ខ្ញុំនឹងដាក់ដែរបាទបងប្អូនអាចចុចទៅបងប្អូននឹងចូលទៅដល់ YouTube បានអីហើយអរគុណច្រើនសម្រាប់ការតាមដានហើយគ្រប់គ្រងសង្ឃឹមថាបងប្អូនអតិថិជនចាស់នៅបន្តគ្រប់គ្រងបន្តហើយបងប្អូនអតិថិជនថ្មីនឹងជាយើងស្វែងយល់បន្ថែមហើយបងប្អូនមានចំណាប់អារម្មណ៍ចង់តំណែងទំនងសួរបច្ចេកទេសបងប្អូនអាចសួរបានគ្រប់ពេលគ្រប់វេលាហើយបើបងប្អូនចង់កម្មង់សូមសិក្សាឲ្យច្បាស់សិនណាព្រោះdepotបង្កើនផលតម្រូវឲ្យបងប្អូនពេលលុយមុនទៅតែបានជូនបាទអរគុណសូមជម្រាបលាទាំងអស់គ្នា